ដូចជាបាត់ដៃគូទៅហើយបាទបើតាមព័ត៌មានរបស់គណៈកម្មការដែលបានផ្ដល់មកនេះថាទូកពាក់ផ្លាកលេខ076ឈ្មោះថាប្រាសាទសម្បូរសែនជ័យខេត្តកំពង់ធំនោះអវត្តមានបាទបាទឥឡូវនេះយើងមកនេះលោកហួតដូចជាទូកពាក់ផ្លាកលេខ072ឈ្មោះថាពោះព្រៃបាទខេត្តកណ្ដាលឯកសណ្ឋានពណ៌លឿនឯកសណ្ឋានពណ៌លឿងបាទបោះពួយយ៉ាងលឿនបាទដែលស្ថិតនៅក្នុងស្រុកគៀនស្វាយបាទមកតែម្នាក់ឯងទេដូច្នេះជ័យជំនះនេះត្រូវបានទៅលើពោះព្រៃបាទត្រូវបានទៅលើពោះព្រៃហើយទូកគូទី31ទូកគូទី31ដែលខ្សែទឹកខាងក្រៅមានឈ្មោះថាពោះព្រៃពោះព្រៃគឺស្ថិតនៅក្នុងវត្តកោះប្រាក់ភូមិធំស្រុកគៀនស្វាយខេត្តកណ្ដាលចាឥឡូវនេះទូកនេះគឺគាត់មកតែឯងទេដោយដៃគូរបស់គាត់អវត្តមានចាដូច្នេះគាត់ត្រូវឈ្នះដោយស្វ័យទៅប្រវត្តិតែម្ដងនៅក្នុងថ្ងៃទី2នេះចាអរគុណដល់មជ្ឈមណ្ឌលគុណធាមគឺជាមជ្ឈមណ្ឌលដែលផ្ដល់នៅផាសុកភាពក៏ដូចជាកន្លែងហាត់ប្រាណដែលពុះពេញទៅដោយភាពទាក់ទាញសង្គមភ្លេចប្រសិនបើចង់ឲ្យរូបរាងកាយឬមួយទទួលបានសុខភាពល្អគុណធាមគឺជាទី